កន្លងទៅនេះឯកឧត្តមម្ដំស្នេហ៍ឯកបណ្ឌិតឈួនថៅវរិនទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមេបញ្ជាការរងកងទ័ពជើងអាកាសអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះនិងជាក្រុមការងារចល័តចុះមូលដ្ឋានស្រុកព្រែកប្រសពនិងលោកជំទាវឈុនផាណាបានអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលផ្លូវលំក្រាលគ្រួក្រហមមួយខ្សែប្រវែង 2000 ម៉ែត្រនៅភ្នំទួលទ្រង់ក្នុងបរិវេណវត្តគិរីវិបស្សនារាមស្ថិតនៅក្នុងភូមិបឹងលៀចឃុំព្រែកប្រសពស្រុកព្រែកប្រសពខេត្តក្រចេះលោកសូមសរិទ្ធអភិបាលស្រុកព្រែកប្រសពបានបញ្ជាក់អំពីស្ថានភាពទូទៅនិងការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានព្រមទាំងសមិទ្ធផលនានាក្នុងទីអារាមគិរីវិបស្សនារាមដែលដឹកនាំដោយព្រះតេជគុណព្រះនាមយ៉ានចំណានចៅអធិការវត្តបានកសាងផ្លូវថ្មីជួសជុលចាក់ដីកែលម្អផ្លូវនិងជួសជុលផ្លូវចាស់សរុប 3495 ម៉ែត្រជួសជុលចាក់ដីកែលម្អផ្លូវនិងសមិទ្ធផលនានាក្នុងវត្តចំណាយថវិកាសរុបចំនួន 87 លាន 950,000 រៀលដែលជាការជួយឧបត្ថម្ភពីឯកឧត្តមនិងលោកជំទាវព្រមទាំងសប្បុរសជននិងប្រជាពុទ្ធបរិស័ទជិតឆ្ងាយដែលនឹងដាក់សម្ពោធឲ្យប្រើប្រាស់នាថ្ងៃនេះហើយថ្ងៃនេះគឺជាលើកទី3ហើយដែលឯកឧត្តមបណ្ឌិតលោកជំទាវអញ្ជើញជាអធិបតីសម្ពោធឆ្លងផ្លូវលំនាពេលនេះលើកទី1សម្ពោធសមិទ្ធផលនានាក្នុងវត្តឆ្នាំ2012និងលើកទី2បុណ្យឆ្លងព្រះអដ្ឋចេតិយតម្កល់ព្រះអត្តធាតុព្រះឥន្ទកេសឡោអ៊ុំក្នុងអំឡុងឆ្នាំ2019ឯកឧត្តមបណ្ឌិតឈួនថៅវរិនបានថ្លែងនៅការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលកើតមកពីកម្លាំងសទ្ធាជ្រះថ្លារបស់ឯកឧត្តមនិងលោកជំទាវព្រមទាំងសប្បុរសជនរួមជាមួយនឹងពុទ្ធបរិស័ទជិតឆ្ងាយដែលបានរួមចំណែកកសាងសមិទ្ធផលថ្មីនៅទីអារាមវត្តគិរីវិបស្សនារាមភ្នំទួលទ្រង់នាពេលនេះឯកឧត្តមបណ្ឌិតឈួនថៅវរិនបានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាជាប្រធានគណៈបកប្រជាជនកម្ពុជានិងសម្ដេចគតិប្បបណ្ឌិតបូរនីហ៊ុនសែននិងពីសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីនិងពីឯកឧត្តមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះផ្ញើជូនដល់ព្រះតេជគុណគណៈអធិបតីលោកតាលោកយាយទាំងអស់សូមទទួលបាននៅពុទ្ធពរទាំង5ប្រការកំបីឃ្លៀងឃ្លាតឡើយឯកឧត្តមបណ្ឌិតបានគូបញ្ជាក់ផងដែរថាក្នុងនីតិកាលទី7ដែលដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតជាប្រមុខដឹកនាំរាជរដ្ឋាភិបាលបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីបន្តការពាររដ្ឋសមិទ្ធផលសុខសន្តិភាពបន្តកសាងនិងអភិវឌ្ឍមាតុភូមិកម្ពុជាឲ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យឯកឧត្តមបណ្ឌិតបានបញ្ជាក់ថាការងារទាំងអស់តែងតែសម្រេចបានដោយសេចក្តីព្យាយាមប្រឹងប្រែងនិងមានសទ្ធាជ្រះថ្លាទើបមានសមិទ្ធផលជាក់ស្ដែងដែលត្រូវដាក់សម្ពោធផ្លូវមួយខ្សែនៅវត្តភ្នំទួលទ្រង់នាថ្ងៃនេះជាសក្ខីភាពស្រាប់ឯកឧត្តមបណ្ឌិតឈួនថៅវរិនបានបញ្ជាក់ថាសមិទ្ធផលដែលកើតមានឡើងនៅក្នុងទីអារាមភ្នំទួលទ្រង់នេះក៏ដូចជាសមិទ្ធផលនានាជាច្រើននៅទូទាំងប្រទេសទាំងវិស័យពុទ្ធចក្រនិងអាណាចក្រគឺកើតឡើងដោយកត្តាសុខសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍដែលកើតមានរហូតមកដល់បច្ចុប្បន្នគឺមិនមែនបានមកដោយចៃដន្យនោះទេគឺបានមកពីការខិតខំប្រឹងប្រែងពុះពៀគ្រប់ឧបសគ្គរាប់មិនអស់របស់ថ្នាក់ដឹកនាំកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាស្ថាបនិកមគ្គុទ្ទេសក៍ឯកហេតុនេះសូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់រួបរวมគ្នាថែរក្សាសន្តិភាពអគុណសន្តិភាពស្រឡាញ់សន្តិភាពនិងការពារសន្តិភាពឲ្យបានទាំងអស់គ្នាដើម្បីជាតិយើងរីកចម្រើនទៅថ្ងៃខាងមុខនេះឱកាសនោះផងដែរឯកឧត្តមបណ្ឌិតឈួនថៅវរិននិងលោកជំទាវឯកឧត្តមកឹមវណ្ណានិងលោកជំទាវបានប្រគេននៅទេយ្យវត្ថុនិងបច្ច័យដល់មេគុណខេត្តនៅបច្ច័យ 50,000 រៀលប្រគេនអនុគុណស្រុក 50,000 រៀលប្រគេនដល់ព្រះសង្ឃ 12 អង្គក្នុងមួយអង្គមានស័ក្តិ11និងបច្ច័យ 10,000 រៀលអភិបាលស្រុកថវិកា 50,000 រៀលប្រធានក្រុមប្រឹក្សាស្រុក 50,000 រៀលមេឃុំ 50,000 រៀលចូលរួមបន់ការវត្តទួលទ្រង់បច្ច័យ 4 លានរៀលផ្ដល់ជូនដល់ប្រជាពុទ្ធបរិស័ទចូលរួម630នាក់ក្នុងម្នាក់ទទួលបានស្រមមួយសិភៅធម៌មួយក្បាលនិងជីវប្រវត្តិព្រះតេជគុណ
អនកេសឡោអ៊ុំមួយក្បាលឧបត្ថម្ភអ្នកកាន់ខ្សែបូសម្ពោធចំនួន 10,000 រៀលនិងកម្លាំងប្រជាការពារថវិកា 40,000 រៀលផងដែរចំណាយបច្ច័យបន់ឆ្លងសម្ពុតផ្លូវលំនិងបន់ការនៅវត្តភ្នំទួលទ្រង់របស់ឯកឧត្តមបណ្ឌិតឈួនខវរិននិងលោកជំទាវព្រមទាំងបុត្រគឺមានថវិកាចំនួន 21 លាន 92,000 រៀលឯកឧត្តមហ៊ីវជននីតនិងលោកជំទាវលឹមមួយហួងព្រមទាំងបុត្រថវិកាចំនួន 2 លានរៀលលោកជំទាវជាសុនដាណែតព្រមទាំងបុត្រថវិកា 1 លាន 2 សែនរៀលឯកឧត្តមមុនីហោរ៉ាត់និងលោកជំទាវចុងសុខីមព្រមទាំងបុត្រថវិកា 1 លានរៀលឯកឧត្តមកឹមវណ្ណានិងលោកជំទាវជាសុគន្ធាព្រមទាំងបុត្រថវិកា 4 លានរៀលឯកឧត្តមស៊ីខៀងព្រមទាំងបុត្រថវិកា 1 លានរៀលរួមជាមួយនឹងសប្បុរសជននិងប្រជាពលរដ្ឋបរិស័ទជិតឆ្ងាយសរុបចំនួន 30 លាន 292,000 រៀល